ចេញពីការប្រជុំជាបន្ទាន់នាយករដ្ឋមន្ត្រីថៃប្រកាសបដិញ្ញាថានឹងមិនអត់ឱនការគម្រាមកំហែងឬការផ្សាយព័ត៌មានមិនពិតណាមួយដាច់ខាតក្រោយសម្ដេចតេជោប្រមានបិទការនាំចូលទំនិញពីថៃនាយករដ្ឋមន្ត្រីថៃលោកស្រីផៃថងឋានស៊ីនវត្រាបានកោះប្រជុំជាបន្ទាន់មួយនៅថ្ងៃរសៀលថ្ងៃច័ន្ទទី16ខែមិថុនានេះដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក JBC កម្ពុជាថៃរយៈពេល2ថ្ងៃជាប់គ្នានៅរាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅហើយក្រោយចេញពីប្រជុំបន្ទាន់ដែលប្រើពេលអស់ជាង2ម៉ោងនេះលោកស្រីផៃថងឋានស៊ីនវត្រាបានប្រកាសបដិញ្ញាថានឹងមិនអត់ឱននៃការគម្រាមកំហែងឬការផ្សាយព័ត៌មានមិនពិតណាមួយជាដាច់ខាតបន្ទាប់ពីសម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាបានប្រមានបិទការណែនាំចូលបន្លែផ្លែឈើពីថៃបើភាគីថៃមិនព្រមបើកច្រកទ្វារព្រំដែនឲ្យដូចដើមវិញនៅថ្ងៃនេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation នាយករដ្ឋមន្ត្រីថៃវ័យ37ឆ្នាំដែលជាកូនស្រីបង្កើតរបស់លោកថាក់ស៊ីនស៊ីនវត្រារូបនេះបានចាត់ទុកកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក JBC កម្ពុជាថៃថាជាជោគជ័យមួយព្រោះភាគីទាំងពីរបានឯកភាពលើក្របខ័ណ្ឌនៃការពិភាក្សាបន្ទាត់ដែលនឹងធ្វើឡើងម្ដងទៀតនៅខែកញ្ញាឆ្នាំនេះលោកស្រីបានបញ្ជាក់ថាលទ្ធផលនៃការកោះប្រជុំបន្ទាន់នេះក្រុមការងារថ្មីមួយត្រូវបានបង្កើតឡើងឲ្យស្ថិតក្រោមការដឹកនាំរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃគឺលោកឧត្តមសេនីយ៍ណាតពលណប៉ានីតដែលមានភារកិច្ចកំណត់ក្របខ័ណ្ឌសម្រាប់ប្រទេសថៃប្រមូលព័ត៌មានស៊ើបការសម្ងាត់ត្រៀមរៀបចំការការពារនិងឆ្លើយតបទៅនឹងស្ថានភាពវិវត្តនាពេលខាងមុខទន្ទឹមនឹងនេះដែរលោកស្រីផៃថងឋានស៊ីនវត្រាបានប្រកាសជំហរជាថ្មីម្ដងទៀតថាប្រទេសថៃមិនទទួលយកយុទ្ធាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេដែលទោះបីថៃជាសមាជិកមួយនៃអង្គការសហប្រជាជាតិ UN យ៉ាងណាក្តីដោយលោកស្រីលើកឡើងថារដ្ឋាភិបាលថៃបានសិក្សាផ្នែកច្បាប់និងប្រវត្តិសាស្ត្រដែលពាក់ព័ន្ធយ៉ាងហ្មត់ចត់រួចរាល់ហើយឆ្លើយតបទៅនឹងសម្ដេចតេជោហ៊ុនសែនដែលបានប្រមានបិទការណែនាំចូលបន្លែផ្លែឈើពីថៃបើភាគីថៃមិនបើកច្រកទ្វារព្រំដែនឲ្យដូចដើមវិញនៅថ្ងៃនេះនាយករដ្ឋមន្ត្រីថៃរូបនេះបានពន្យល់ថាព្រំដែនមិនដែលបានបិទជាផ្លូវការទេពលគឺគ្រាន់តែជាការផ្លាស់ប្ដូរម៉ោងបិទបើកតែប៉ុណ្ណោះដោយសារតែការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជាថៃកាលពេលថ្មីនេះ